ngày nay tuần này bọn hay ngày tết này mình đang tên na thế vừa bọn nó tôi tray hay bắt đầu pi tôi tray ban bọn là lời bọn nôm kia và cho tới chắp tray bọn ta tray vip a chẳng pu của prata toàn để chắp ban tray ở lấy cho chắp cứ ban mấy bọn men tray tinh thế nữa bọn này cứ tray làm ra bọn có cho chắp vì bọn này cũng năng nâng bọn này cũng chạm và đi cứ smart chứต่อไปយើងចាប់បានហើយបងប្អូននាំគ្នាបង្កើតភ្លើងអាំងត្រីបងប្អូនហើយនេះបងប្អូននៅកំពង់ឆ្នាំងគាត់ចាប់បានត្រីច្រើនបងប្អូនហើយពីរនាក់ស្មាត់កំពង់ចាមហើយមកស្ទួយបានអញ្ចឹងបងប្អូនយូរខ្ញុំស្ទួយតែបានទេអញ្ចឹងបងប្អូនតែលើគោកណាបងប្អូនក៏ចុះចាប់គឺបានមែនបងប្អូនព្រោះនៅកន្លែងហ្នឹងគឺបងគាត់ចុះចាប់ចុះអីអញ្ចឹងបងប្អូនគាត់ដាក់មកដាក់អីហ្នឹងទៅហើយគឺបានគាត់ប្រាប់យើងអញ្ចឹងវាខ្ជិលមានអីបងប្អូនបានមែនហើយបន្ទាប់មកយើងលាងត្រីលាងឲ្យស្អាតអញ្ចឹងបងប្អូនហើយយើងមិនអាំងអីហ្នឹងអស់បងប្អូននេះបងប្អូនគាត់បង្កាត់ភ្លើងហើយដើមហើយឆេះបតាបងប្អូនប្រហែលជាយើងអាំងហើយអីហើយយើងចុះចាប់ទៀតបងប្អូននេះត្រីយើងចាប់មួយសន្ទុះហ្នឹងបងប្អូនមកតណោជាងបងប្អូនបានប៉ុណ្ណឹងប្រហែលជិត1គីឡូដែរត្រីនេះបងប្អូនហើយឥឡូវបង្កាត់ភ្លើងយើងអាំង2 3យើងបងប្អូនហូបអញ្ចឹងហើយគេអានឹងយកមកផ្ទះមកប្រវងតបានត្រីតយកមកពេលបានត្រីយើងយកមកហើយពូក៏សួរថាបានត្រីច្រើនចុះចាប់ចុះអីអញ្ចឹងក៏ស្មានតែស្ទួយអីចឹងបងប្អូនទៅប្រាប់គាត់ថាចុះចាប់បានតែទឹកជ្រៅគេអត់សូវជឿបងប្អូនថាចាប់អត់បានអញ្ចឹងខ្លះទៀតថាត្រីតិចមកវិផ្សារអញ្ចឹងទៅបងប្អូនគឺចាប់ 100% បងប្អូនគឺខ្ញុំអត់កុហកទេហើយបងប្អូនគាត់គឺជំនាញខាងចាប់តែត្រីទឹកយើងច្រើនហ្នឹងបងប្អូនគង់ឈូគូហើយបងខ្លះគាត់ដាក់ម៉ងដាក់អីចឹងទៅគាត់វាយម៉ងវាយអីចឹងទៅបងប្អូនហើយត្រីវាឡើងមកខាងចឹងទៅបងប្អូនគាត់រៀបចាប់បានអញ្ចឹងបងប្អូនហើយបានត្រីឡាប់យ៉ាត្រីក្រាញ់អញ្ចឹងបងប្អូនវាមានច្រើនមានត្រីផ្ទក់ទេអញ្ចឹងបងប្អូនក្នុងបឹងឈូកហ្នឹងបងប្អូនបើសិនមកស្ទូចអីអត់សូវសង្ឃឹមទេតែបើចុះចាប់ចុះអីហើយវាយម៉ងវាយអីលោកអាចសង្ឃឹមបានត្រីអញ្ចឹងស្ទូចវាអត់ស៊ីទេដោយសារផ្អើបងគាត់វាយម៉ងបងគាត់ចាប់បងគាត់ស្ទូចក្នុងកណ្ដាលឈូកអីចឹងទៅបងប្អូនវាមកខាងទៅយើងអាចចាប់បានខ្លះអញ្ចឹងបងប្អូនតែបើមកស្ទូចខាងគឺអំបិលហ្នឹងបងប្អូនហើយនេះគឺជាតិតែមែនតើបងប្អូនហើយយើងអាំងឆ្អិនហើយត្រីរបស់យើងគឺត្រីឡាប់យ៉ាគឺសួរគាត់ទៅគាត់ថាសុបាយគាត់ថាថ្ងៃក្រោយគឺមកចាប់ទៀតដោយសារយើងអត់សូវមានលុយបងប្អូនដាច់លុយដាច់អីចឹងបងប្អូនយើងបានត្រីក៏អែមដែរបងប្អូនហើយអត់សូវមានអាចជាអីមកកំប៉ុងម្នាក់ហ្នឹងបងប្អូនព្រោះយើងអត់សូវមានលុយដូរទៀតមកកំប៉ុងម្នាក់ហ្នឹងបងប្អូនហើយបន្ទាប់ពីយើងហូបអីហើយប្រហែលជាយើងទៅចាប់ត្រីទៀតបងប្អូនដោយសារយើងចាប់ត្រីចែកគ្នាស្លោពេលល្ងាចចឹងបងប្អូនអានេះគឺពេលថ្ងៃចឹងហើយយើងបានតែ2 3ម្នាក់មកគឺស្លោបានហើយបងប្អូនហើយវីដេអូគឺមានតែប៉ុណ្្នឹងទេបងប្អូនជួយ follow page ខ្ញុំមួយផងជួបគ្នាវីដេអូក្រោយ